bạn mình xu bong bồnទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមតវីដេអូហើយបញ្ជាក់មួយទៀតថាខ្ញុំបាទខំចាំសិទ្ធិការមកហើយគឺខំចាំស៊ីណាហើយណាំដោយសារតែមានភាពរវល់បន្តិចបន្តួចទៅបានចេញវីដេអូនេះបន្តអញ្ចឹងបងប្អូនប្រកាសជាបានឃើញហើយការវីដេអូលើកទី1នេះគឺយើងបានបញ្ឈប់នៅត្រឹមចង្វាក់ទី2គឺចង្វាក់នេះគឺមកអញ្ចឹងតកតមួយចង្វាក់ទី2នេះផងដែរជាទូទៅដោយបានជម្រាបជូនខាងដើមមានការនៅក្នុងការសម្ដែងជាទស្សនីយភាពអ្នកខ្លះគេកំណត់តែអ្នកខ្លះគេអត់ទេគឺគេឡើងចង្វាក់ជាការឲ្យសញ្ញាដើម្បីបន្តចូលសាច់មួយទៀតឥឡូវឧទាហរណ៍ថាកន្លែងសាច់នេះសាច់ទី2នេះគឺយើងវាយមមទាំងអស់គ្នាគឺរបៀបលេងអាចទៅរបៀបនេះបានខ្លះគេលេងបដិញគ្នាទៅមកសិនគេលេងរបៀបលេងសើចជាមួយគ្នាមកគេតទៅចង្វាក់ផ្សេងអញ្ចឹងខ្ញុំនឹងតទៅសាច់បន្ទាប់តែធ្វើនេះម្ដងទៀតហើយខ្ញុំឡើងតែម្ដងហើយយើងចាប់ដើមសាច់ទី2នឹងឆ្លងចូលសាច់ទី3ចឹងសាច់នេះគឺសាច់ទី3អញ្ចឹងយើងឆ្លងចូលសាច់ទី2ចូលសាច់ទី3នេះគឺអញ្ចឹងមិញខ្ញុំក៏ចាប់ដើមមខ្ញុំឲ្យយ៉ាងណាន់គាត់ឡើងមួយគាត់សម្រេចចិត្តថាគាត់ឡើងមួយខ្លួនឯងប៉ុន្តែខ្ញុំជាអ្នកសម្រេចចិត្តថាខ្ញុំបដូរទៅចង្វាក់ថ្មីទៀតមានន័យថាខ្ញុំធ្វើចឹងខ្ញុំជាអ្នកលីបដើម្បីបន្តទៅមួយទៀតប៉ុន្តែអានេះជាទូទៅអ្នកដែលសិល្បករវាយយ៉ាំតែម្ដងគេដឹងហើយគេយល់គ្នាហើយណាយើងតចូលសាច់ថ្មីគឺសាច់ទី3សម្រាប់សាច់នេះផងដែរដូចគ្នាអ្នកខ្លះគេកំណត់ថា7អ្នកខ្លះកំណត់ថា9ក៏ប៉ុន្តែនៅតែដដែលអញ្ចឹងដល់ពេលដែលយើងលេងជាញឹកញាប់ហើយយើងជាសិល្បករយើងគាត់ដែរមើលគ្នាឲ្យសញ្ញាគ្នាឬក៏ឲ្យ Q សញ្ញាហ្នឹងវាយស្គរឬជាងប្រដីមានន័យថាយើងដឹងគ្នាថាគាត់នឹងឡើងបន្តទៅច្បាប់មួយទៀតនេះសាច់ទី3ឆ្លងចូលសាច់ទី4តែម្ដង3 4ចឹងកន្លែងឆ្លងនេះគឺអញ្ចឹងខ្ញុំគ្រាន់តែវាយស្គរឲ្យលឺជាងមុនទាំងអស់គ្នាដឹងថាវានឹងឆ្លងទៅចង្វាក់ទី4ទៅជាចង្វាក់មួយទៀតអញ្ចឹងរាល់សញ្ញាអញ្ចឹងកន្លែងខ្លះគឺយើងទម្លាប់ពីមុនដែលយើងឃើញនៅគ្រូដែលបង្រៀននោះគឺកន្លែងខ្លះយើងសម្រេចចិត្តថាអ្នកណាគេជាអ្នកលីបនៅក្នុងរូបនោះគឺគាត់ឲ្យសញ្ញាទៅទាំងអស់គ្នានឹងដឹងហើយតែកន្លែងតពីទីសាច់ទី3ចូលកន្លែងសាច់ទី4គឺសាច់ហ្នឹងគឺប៉ុណ្ណឹងប៉ុន្តែអ្នកខ្លះគាត់អាចវាយផ្លេឧទាហរណ៍ថាយើងវាយ2នាក់ខ្ញុំវាយប៉ាក់ពើងទាំងអស់គ្នាគេអាចវាយផ្លេដើម្បីឲ្យកាន់តែមានរសជាតិប៉ាក់ប៉ាក់ទឺប៉ាក់ប៉ាក់ទឺដូចឧទាហរណ៍ថាឥឡូវយើងភាសាវាយមើលសាច់ទី4ឆ្លងចូលសាច់ទី5អញ្ចឹងន័យថាការវាយដូចគ្នាទេពេលខ្លះតែកំណត់ពេលខ្លះគឺយើងឆ្លងជាសញ្ញាដើម្បីឲ្យថាមានការវាយនឹងលឺជាងឬក៏លោតចង្វាក់ដូចជាមុនទីដើម្បីឆ្លងចូលសញ្ញាចង្វាក់ផ្សេងមួយទៀតក៏ប៉ុន្តែតើមួយចង្វាក់គឺនៅរក្សាដដែលគាត់ថាញាប់ជាងមុននៅក្នុងការតាក់ដៃអញ្ចឹងយើងយកឲ្យប៉ាក់ពើងឡើងសាច់ទី4ឆ្លងចូលសាច់ទី5ណា3 4នេះគឺសាច់ទី4ឆ្លងចូលសាច់ទី5ក៏ប៉ុន្តែឃើញបងប្អូនខ្លះគឺគាត់មានវាយរបៀបផ្សេងទៀតតែស្ថិតនៅក្នុងចង្វាក់ដូចគ្នានេះយើងវាយខ្លះគាត់វាយខ្លះទៀតក៏វាយអញ្ចឹងប៉ុន្តែ
តែជាទូទៅយើងមើលទៅឃើញថាអត់មានខុសទេតែគាត់ថាក៏មានរបៀបវាយផ្សេងគ្នាតាមតំបន់នៃបន្ទាត់ចឹងទៅអញ្ចឹងអ្នកខ្លះគេកំណត់ហើយក៏អ្នកខ្លះទៀតដូចវីដេអូខាងដើមគឺគេឲ្យសញ្ញាជាការឆ្លងទៅចង្វាក់មួយទៀតទី6គឺយើងតាមរយៈការវាយលឺជាងជាសញ្ញាដើម្បីឆ្លងចូលចង្វាក់អញ្ចឹងយើងចូលចង្វាក់ទី5នេះចូលចង្វាក់ទី6ណាយកវាយបានយើងវាយកាលមុនណាចាប់ដើមសម្រាប់ចង្វាក់នេះផងដែរដោយបានជម្រាបជូនមកយើងថាបងប្អូនខ្លះគាត់វាយអញ្ចឹងតែបងប្អូនខ្លះក៏មានរបៀបវាយទៀតប៉ុន្តែស្ថិតនៅក្នុងចង្វាក់ដូចគ្នាទេខុសគ្នាក៏ព្រឹងហើយនឹងមាំដែរតកតងជាមួយនឹងចង្វាក់ទី6នេះក៏ដូចគ្នាទៅចង្វាក់ទី5បងប្អូនខ្លះគាត់វាយអញ្ចឹងហើយក៏ឃើញបងប្អូនខ្លះគាត់វាយតាក់មាំទ្រឿងមាំរឿងបាក់មាំក៏ព្រឹងមាំចាំន័យថាហ្នឹងគឺដូចគ្នានឹងតាមអ្វីដែលយើងធ្លាប់មើលឃើញនៃលោកគ្រូកាលនេះក៏បរៀនយើងរបៀបនេះហើយលោកគ្រូដែលគាត់នៅផ្នែកខាងនេះតាមតំបន់នេះរបស់នោះគឺខុសគ្នាបន្តិចបន្តួចប៉ុន្តែស្ថិតនៅក្នុងចង្វាក់តែមួយឯងអញ្ចឹងយើងតចូលចង្វាក់ដែលយើងថាខុសគ្នារបៀបមិញណាយើងបង្ហាញជូនខុសគ្នារបៀបមិញតែស្ថិតនៅក្នុងចង្វាក់តែមួយចឹងហើយនេះផងដែរខ្លះគាត់កំណត់ជាចង្វាក់ខ្លះគ្រាន់តែយើងវាជាសញ្ញាឲ្យវាជាដើម្បីបដូរចូលចង្វាក់ទី7ជាប់ទៅបញ្ចប់តែម្ដងអាទី7គឺជាសាច់ភ្ជាប់ទៅកន្លែងបញ្ចប់អញ្ចឹងយើងយកសាច់នោះ3ដងទៅខ្ញុំឡើងហើយយើងទៅបញ្ចប់តែម្ដងគឺសាច់ទី7ហើយជាបន្តចូលបញ្ចប់អញ្ចឹងអ្នកខ្លះដូចគ្នាគាត់ហើយនឹងព្រមនេះគឺគាត់បាយចឹងឧទាហរណ៍ថាយូរតែបងប្អូនខ្លះទៀតក៏បាយតាមបងនេះមកនោះបាយផ្សេងៗគ្នាឥឡូវពួកយើងសូមបង្ហាញអំពីចង្វាក់ដំបូងបន្ទាប់ពីយ៉ាអហើយនឹងកុំងវាយ3ដងហើយយើងចាប់ដើមវាយបន្តតែម្ដងសាច់ទី1រហូតឆ្លងដល់សាច់ទី6ឆ្លងចូលសាច់ទីចប់ទី7ហ្នឹងហើយដោយការវាយនេះគឺយើងអត់មានណាត់គ្នាកំណត់ជាចំនួនប៉ុន្មានយើងទៅតែម្ដងដោយសារការយល់នេះថាគឺខ្ញុំជាអ្នកនាំនៅចង្វាក់ស្គរអញ្ចឹងខ្ញុំគាត់ឡើងគាត់នឹងធ្វើតាមខ្ញុំណាឥឡូវយើងបន្តពីកុំង3ចង្វាក់ហើយយើងចាប់ដើមតែម្ដងតាក់ត្រឹង3 4
ចឹងពេលនេះសូមជម្រាបលា